ឥឡូវយើងចូលមកដល់ទិសខាងកើតវិញម្ដងសម្រាប់ផ្ទះណាដែលមានមុខបែរទិសខាងកើតឬក៏ទ្វារផ្ទះបែរមុខទិសខាងកើតគឺខ្ញុំនិយាយអំពីមុខផ្ទះនិងទ្វារផ្ទះណាសម្រាប់ទិសខាងកើតទិសខាងកើតនៅក្នុងឆ្នាំ2026នេះគឺមានផ្កាយលេខ8ចោចូលផ្កាយនេះគឺជាផ្កាយលុយតំណាងឲ្យទ្រព្យសម្បត្តិដើម្បីបង្កើតលាភសំណាងបន្ថែមឬបង្កើនចំណូលបន្ថែមតាមរយៈទិសហេងនៅទិសខាងកើតយើងអាចប្រើប្រាស់ជាកម្រាលណាពណ៌ក្រហមកម្រាលជូតជើងណាហើយយើងអាចដាក់គោមពីសងខាងនៅមាត់ទ្វារផ្ទះគឺជាពិសេសគោមដែលយើងដោតអគ្គិសនីមានចលនាវិលជុំនេះគឺរឹតតែល្អណាដែលធ្វើឲ្យមានសកម្មភាពនៅផ្ទះម្យ៉ាងទៀតនេះយើងអាចបន្ថែមជារូបចម្លាក់ភីសៀវថ្មដើម្បីជំរុញបន្ថែមនៃការទាញលាភឲ្យកាន់តែខ្លាំងចូលផ្ទះណាការធ្វើបែបនេះវាធ្វើឲ្យយើងនេះមានលាភសំណាងពេញបរិបូរណ៍ពេញមួយឆ្នាំតែម្ដងក្នុងករណីផ្ទះយើងមិនសូវមានខ្យល់អាចចាប់ជាកង្ហាល់ជាប់ជញ្ជាំងឬកង្ហាល់ជាប់មាត់ទ្វារខាងក្រៅណាបាញ់ចូលមកក្នុងផ្ទះឲ្យកាន់តែហេងខ្លាំងណានេះសម្រាប់ផ្ទះបែរមុខទៅទិសខាងកើត